ជំរាបសួរគ្រូខ្ញុំបាទឈ្មោះចរណៈ David មកពីក្រុមទី6ថ្ងៃនេះដែរខ្ញុំនឹងធ្វើការ record video អំពី operating system project ដែលពួកខ្ញុំបានធ្វើឡើងនៅទាក់ទងទៅនឹង CPU scheduling simulator នៅក្នុង project នេះដែរពួកខ្ញុំបាន implement ទៅលើ scheduling algorithm ដែលមានដូចជាទី1 first come first serve shortest job first shortest remaining time prioritize មានដូចជា non primitive round robin និងចុងក្រោយ multi level feedback queue ហើយនៅក្នុង project នេះដែរនឹងមានការ display ទៅលើ Gantt chart average waiting time average turnaround និង average responding time ហើយក៏មានការ import CSV និង JSON file ផងដែរហើយក្នុងនេះគឺកន្លែង compare នេះគឺមានន័យថានៅពេលដែលយើងធ្វើការ perform ទៅលើ algorithm ទាំង7ហ្នឹងហើយនឹងធ្វើការ compare ថាតើ algorithm មួយណាដែលល្អជាងគេ so ឥឡូវយើងធ្វើការ set process ទាំងអស់គ្នាទី1គឺ process count យើង set 4 so ឥឡូវយើង input arrival ទៅតាមលំដាប់3កន្លែងនេះដាក់ម៉ាត់ក៏បានហើយនេះឲ្យវាកាឥឡូវយើងធ្វើការកណនា first come first serve យើង run simulation នេះគឺវា display Gantt chart ដែលមាន P1 P2 P3 P4 ហើយនឹងមាន waiting time turnaround និង responding time នេះគឺជា result so ឥឡូវយើងធ្វើការ input រួចរាល់ហើយយើងធ្វើការ clear ឥឡូវយើងមកធ្វើការ test ទៅលើការ import CSV និង JSON file so ឥឡូវយើងធ្វើការ import CSV file នេះគឺ file CSV វាបាន import រួចរាល់ហើយ so ឥឡូវយើងធ្វើការ run simulation នេះវា display ចេញមកមាន Gantt chart waiting time turnaround responding time និង result ដូចតែបានឃើញឥឡូវយើងធ្វើការ clear យើងធ្វើការ import JSON file ម្ដង so យើងធ្វើការ import JSON file here's the JSON file នេះធ្វើការ import JSON file រួចរាល់ហើយវានឹង load ពាក្យថា successful so ឥឡូវយើង run ម្ដងទៀតនេះចេញដូចគ្នាដោយសារតែយើងបានដាក់ input លេខ CSV និង JSON file ដូចគ្នា so វា run មកចេញ result ដូចគ្នាឥឡូវយើងធ្វើការ clear យើងចូលទៅកាន់ algorithm ទី2គឺ shortest job first so ឥឡូវយើងធ្វើខ្ជិលក្នុងការ input យើង import តែម្ដងទៅឥឡូវយើង import រួចរាល់ហើយយើងធ្វើការ run algorithm ទី2គឺ shortest job first នេះគឺវា display ចេញមកហើយដែលមាន Gantt chart waiting time turnaround responding time និង result so ឥឡូវយើងធ្វើការ clear យើងចូលទៅ algorithm ទី3គឺ shortest remaining time យើងធ្វើការ import ដដែលយើងធ្វើការ run simulation នេះគឺជាការ display ចេញមកដែលមានតាមហ្នឹងនេះគឺជា result របស់ shortest remaining time ឥឡូវយើងចូលទៅដល់ algorithm ទី4គឺ prioritize ទៅលើ non primitive គឺយើង import ដដែលមកយើង run នេះគឺចេញបែបនេះហើយនឹងយើងទៅ algorithm ទី5គឺ prioritize primitive នឹងធ្វើការ import ដដែលហើយធ្វើការ run នេះគឺជា result ទៅលើ algorithm prioritize ទៅលើ primitive ហើយឥឡូវយើងចូលទៅដល់ round robin ម្ដងយើងចូលទៅ round robin យើងនឹង import ដដែលហើយយើងធ្វើការ run នេះគឺជា Gantt chart របស់ round robin ដែលមាន waiting time turnaround និង responding time ហើយនេះគឺជា result ដូចគ្នា so ឥឡូវយើងធ្វើការទៅ run ទៅលើ algorithm ចុងក្រោយគឺ multi level feedback queue ក្នុង multi level feedback queue នេះដែរគឺមាន multi level feedback queue configuration ដែលមាន queue 1និង queue 2 so ឥឡូវយើងធ្វើការផាត់មកដដែលមកយើងធ្វើការ run នេះគឺវា display Gantt chart waiting time turnaround និង responding time ហើយក៏ដូចជា result របស់ multi level feedback queue នេះ
ឥឡូវយើងធ្វើការ perform ទៅលើ algorithm ទាំង7រួចរាល់ហើយឥឡូវយើងធ្វើការ compare គ្នាថាមួយណាដែលវាល្អជាង so ឥឡូវយើងធ្វើការ compare so នេះការ compare គឺបានន័យថា multi level feedback queue នេះគឺវាទទួលបានចំណាត់ថ្នាក់លេខ1វាលឿនជាងគេ so ឥឡូវយើងអាច download ជា PDF file ក៏បានដែរចុច download នេះគឺជា algorithm នេះគឺជា PDF file ដែលយើងបាន download so project របស់ពួកខ្ញុំគឺបានបញ្ចប់នៅក្នុងត្រឹមពេលនេះអរគុណសម្រាប់ការទស្សនា